សួស្តីបងប្អូនទាំងអស់គ្នាចឹងខ្ញុំសូមជម្រាបបងប្អូនតើតើពីរបៀបប្រើប្រាស់ថ្នាំត្រាំផ្លែមានគុណភាពបន្តិចនិយាយទៅគឺយើងបានគម្របវាហើយយើងដាក់ផ្លែចូលខ្ញុំបានណែនាំយក5ថ្ងៃឬក៏យើងរោទៀនឬកែចឹងណាលក្ខណៈពិសេសគឺខ្ញុំចង់ប្រាប់បងប្អូនថាចាផ្លែគឺយើងសៃមុខឲ្យហើយណាបាទយើងសៃមុខអស់ស្រួចហើយអស់រួចចាំដោតចូលក្នុងដបហើយដោតចូលហើយយើងយកទៅជុលអត់មានត្រូវសៃមុខចោលណាបើសិនយកទៅសៃមុខចោលវាអស់ជាតិថ្នាំហ្នឹងហើយសំខាន់នៅលើចុងផ្លែហ្នឹងហើយទៅសៃចប់ហើយបងប្អូនណាអញ្ចឹងផ្លែបងប្អូនជៀសវាងធ្វើមុខកាយមុខកណ្ដុងមុខជ្រុងមុខកតុយតុងអីធ្វើមុខមូលទៅត្រាំថ្នាំហើយយកទៅជុលទៅមិនកាចពេកទេយ៉ាត់គេអត់ឲ្យជុលក៏សៃមុខទៅចប់ហ្មងគុណភាពវាសំខាន់ណាស់នៅលើចុងផ្លែហ្នឹងខ្ញុំប្រាប់បងប្អូនទទួលប៉ុណ្ណឹងហើយមានតែប៉ុណ្្នឹងឯងចឹងការនាំប្រាស់ខ្ញុំជម្រាបឲ្យអស់អរគុណជម្រាបលាបងប្អូន